នេះជារោងម៉ាស៊ីនកិនមីល្បីកាន់ឆ្នាំនៅភូមិព្រែកប្រសពនិយាយទៅកន្លែងគាត់គឺដឹងតែចាំយូរប៉ុណ្ណាក៏នៅតែនឹករសជាតិមីគោគាត់មែនតើដោយសារតែគាត់លក់ត3ចំនួនហើយអ្នកទាំងអស់គ្នាហើយលក់នេះគឺលក់តាំងពីមិនសូវមានអ្នកស្គាល់ព្រោះនៅផ្លូវខាងក្នុងពិបាករហើយទៅអ្នកភូមិនៅហ្នឹងគឺគេហៅថាមីលាក់ខ្លួនតែបច្ចុប្បន្នលេងលាក់អីទៀតហើយព្រោះខ្លាយជាហាងមួយដែលធ្វើឲ្យអ្នកភូមិនៅហ្នឹងគឺអ៊ូអខ្លាំងមែនតើដោយសារតែការលក់ដូររបស់គាត់គឺភ្ញៀវច្រើនពេញព្រឹកឡើងអ្នកទៅគឺដឹងតែចាំយូរហើយអ្នកខ្លះទៅព្រឹកមិនទាន់ក្រោកអីហ្នឹងម៉ោង9ម៉ោងអីហ្នឹងគឺដឹងតែណែនប៉េះហើយតែបើថាអ្នកគេជិះកង់ទៅពីព្រឹកព្រលឹមអត់អីទេហើយមួយអ្នកភូមិភាគច្រើនគេមកញ៉ាំនៅផ្ទះចាស់គាត់ហើយកន្លែងអង្គុយមាត់ទន្លេនេះគឺសិតភាគច្រើនសិតអ្នកមកពីភ្នំពេញហើយមនុស្សមកច្រើនណាស់ឡានតម្រៀបដូចអ្នកទាំងអស់គ្នាឃើញហើយនេះកន្លែងផ្ទះចាស់គាត់ហើយខ្ញុំទៅសើគាត់គឺគាត់រក្សាព្រោះទុកសម្រាប់មួយអ្នកភូមិចាស់មកញ៉ាំនៅកន្លែងគាត់ហើយអ្វីដែលពិសេសគឺមីគោករបស់គាត់នឹងគឺថាចានធំពេញដាក់មកគឺដឹងតែពេញបឹបមកហើយអ្វីដែលខ្ញុំចូលចិត្តខ្លាំងគឺប្រភេទខ្ទឹមជ្រក់នៅកន្លែងគាត់តំណងណាហើយខ្ញុំមានដំណឹងមួយតិចនិចងាយសម្រាប់ពាណិជ្ជករគ្រាន់តែប្រើប្រាស់អម្រិត Mobile ដើម្បីទទួលការទូទាត់តាមរយៈអម្រិត KXUR គឺអាចធ្វើការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួលនិងចំណេញថែមទៀតផងហើយកាន់តែពិសេសអាជីវករដែលទទួលការ scan ទូទាត់តាមរយៈអម្រិត KXUR ជាមួយអតិថិជនជារៀងរាល់ថ្ងៃនឹងមានឱកាសទទួលបានទឹកប្រាក់ 80000 រៀលចំនួន885រង្វាន់ក្នុងមួយខែរហូតដល់ខែមីនាឆ្នាំ2025ហើយមួយទៀតសម្រាប់ app អម្រិត Mobile អ្នកប្រើប្រាស់ក៏អាចពិនិត្យមើលសាច់ប្រាក់ចេញចូលប្រចាំថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផងហើយងាកមកហាងមីលាក់ខ្លួននេះវិញគឺមានទីតាំងនៅភូមិព្រះប្រសពឃុំព្រះប្រសពស្រុកមុខកំពូលខេត្តកណ្ដាលគាត់លក់ចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង5ល្ងាចឯណោះអញ្ចឹងសម្រាប់ទីតាំងដើមរបស់គាត់គឺនៅតែលក់ដាច់ភ្ញៀវច្រើនមែនតើសម្រាប់ការលក់ដូររបស់មីលាក់ខ្លួននេះខ្ញុំឃើញការអាប់ដេតរបស់គាត់គឺមានជាប្រចាំនិយាយទៅគាត់ទិញរបស់បុរាណចាស់យកមកដាក់តាំងតុបតែងហើយការលក់មីរបស់គាត់នេះគឺត្រូវជាមួយនឹងបរិយាកាសហ្នឹងមែនតើអញ្ចឹងហើយខ្ញុំ recommend ឲ្យអ្នកដែលថាគាត់ទិញ franchise ឬក៏អីព្រោះឥឡូវគាត់ដូចជាមិនប្រកាសលក់អីទៀតទេប៉ុន្តែខ្ញុំចង់ផ្ដាំថាការលក់ដូរទាល់តែមានអនុស្សាវរីយ៍ព្រោះមីលាក់ខ្លួននេះគាត់មិនមែនតិចឆ្នាំទេតាំងឆ្នាំ8ជាងហើយគាត់លក់ត3ចំនួនទៀតហើយមីគឺគាត់ធ្វើខ្លួនឯងភ្លាមស្រស់អញ្ចឹងហើយធ្វើឲ្យទីតាំងដើមរបស់គាត់គឺនៅតែរក្សាបាននៅម៉ួយនៅអីចឹងណាអញ្ចឹងពេលដែលយើងលក់ដូរអីក៏ដោយគឺយើងត្រូវដឹងថាពេលដែលយើងយកទៅគឺយើងយកទៅបានតែរសជាតិទេប៉ុន្តែព្រលឹងប្រលេះយើងយកទៅអត់បានណាអាហ្នឹងជារឿងសំខាន់មួយដែលខ្ញុំចង់ចែករំលែកដល់ពុកម៉ែបងប្អូននៅពេលដែលយើងបានទិញ franchise ឬក៏យើងរកស៊ីអីណាមួយគឺយើងត្រូវមើលឲ្យដឹងថាតើអាជីវកម្មមួយហ្នឹងចំណុចខ្លាំងរបស់គាត់អីគេព្រោះពីខ្ញុំទៅចំណុចខ្លាំងរបស់មីលាក់ខ្លួនគឺគាត់ផលិតមីដោយខ្លួនឯងមានកន្លែងផលិតត្រឹមត្រូវហើយមានគេឈ្មោះយូរឆ្នាំហើយត្រូវនឹងកន្លែងនិយាយទៅបរិបត្តិមីរបស់គាត់នេះលក់នៅកន្លែងទំនើបក៏អត់សូវត្រូវហ្មងដែររបៀបមើលទៅសាមញ្ញបែបអ្នកភូមិដូចអ្នកទាំងអស់គ្នាឃើញយ៉ាងដូចរោងម៉ាស៊ីនកិនស្រូវដូចកន្លែងកាត់ដេរបន្តិចប៉ុន្តែនេះហើយជាអនុស្សាវរីយ៍បន្តិចដែលធ្វើឲ្យអ្នកភូមិនៅហ្នឹងគឺគេនៅតែចូលចិត្តគេនៅតែចងចាំថាអ្នកនៅកន្លែងហាងមីលាក់ខ្លួនហ្នឹងគេហៅមីព្រៃប្រសពហ្នឹងគឺអ្នកនៅខាងម្ដុំព្រៃតម្រាក់ហ្នឹងគឺគេស្គាល់គាត់ទាំងអស់តែម្ដងដោយសារតែការលក់ដូររបស់គាត់មិនមែនទៅលក់ទេហើយអញ្ចឹងពេលដែលយើងយករបស់គាត់យកទៅលក់តើតែយើងរក្សាម៉ួយយើងលក់យើងយកចំណុចពិសេសរបស់គាត់ហ្នឹងទៅដែរហើយជាពិសេសគឺបរិយាកាសហាងនៅកន្លែងគាត់អាមីធ្វើភ្លាមនេះវារឿងមួយហីប៉ុន្តែអ្វីដែលធ្វើឲ្យយើងកាន់តែញ៉ាំហើយជាប់ចិត្តកន្លែងគាត់គឺដោយសារបរិយាកាសហ្នឹងឯងហើយដូចប្រហិតអីរបស់គាត់គឺគាត់ធ្វើខ្លួនឯងដូចប្រហិតបាក់សៀកសាច់ជ្រូកនេះនិយាយទៅការធ្វើសាមញ្ញប៉ុន្តែតើតែធ្វើអញ្ចឹងបានតន់ណាអ្នកទាំងអស់គ្នានេះជាចំណុចបន្តិចទេប៉ុន្តែកន្លែងគាត់គឺលក់មិនក៏នៅតែមិនតន់នៅតែមិនលឿននៅតែមិននេះគាត់ព្យាយាមលឿនដែរខ្ញុំឃើញបុគ្គលិកគាត់រត់ចុះរត់ឡើងហើយប៉ុន្តែភ្ញៀវច្រើននិយាយទៅភ្ញៀវច្រើនហើយការលក់ដូរតាមស្រុកតាមភូមិបានតែប៉ុណ្ណេះខ្ញុំគិតថាល្អមែនតើពួកអីខ្មែរដូចគ្នាទេអ្នកនរគ្នាបើយើងទៅតើតែយើងរៀងយល់ពីគាត់ដែរព្រោះពេលខ្លះខ្ញុំទៅក៏ខ្ញុំឃ្លានខ្ញុំមួម៉ៅដូចតែគ្នាទេព្រោះតែទៅចាំយូរឃ្លានអញ្ចឹងតើតែមានអីសម្រាប់បន្តិចព្រោះខ្ញុំឃើញឥឡូវមានអ្នកភូមិគាត់លក់ដូរនៅទល់មុខនឹងច្រើនអញ្ចឹងយើងចូលទៅអាចញ៉ាំអីបន្តិចបន្តួចកុំឲ្យមួម៉ៅព្រោះតែចាំយូរមួម៉ៅតែខ្ញុំនឹងគេឆ្ងាញ់ប៉ុណ្ណាក៏ខឹងដែរប៉ុន្តែដោយសារតែគាត់អ្នកលក់គឺគាត់ស្រស់គឺគាត់
thử miên nè sọt và cô môi ở chạm đáy của nhóm khơi bóng pro nó còn sọt nhọp nền tàn chẳng bảo ai nạp sen ta sọt chuyển đua ai rồi chết plak đồ ấy chẳng chẳng cứ quạt phải giá là nhóm khơi có sọt tầm nè thế tay nè lời quạt miên hiện tràn nè đài bàn tay bành há cứ nè sọt quạt miên tạch bàn tay nhóm chưa tha là bom mí nhé nè sọt sầm khana mình chơi ta sọt thế hay ở vậy đã bị sai môi tiết nhóm khơi cái lạnh quạt nó cứ bà cai thôi tâm churu mà tê churu năng mình tàn tức xiên tức ấy nó cứ đã mau trừ hay bạ man mà cha nó cứ pin nhâm tới cứ tha mà nè ấy nhâm mình trong ó mà tha nè hiện nhâm tích nhâm mình trong ó theo một đòn mi bao quát cứ trao mình tàn bạ man nhưng mới khơi là xa ta còn lụa nơi tam phúm hay ọt miền ọt lại chuối hay chẳng tới thôi còn lụa ban đầm lại lò chẳng phê để dân do tới đầm bom sen ti tăng sen bà già ca trớ cứ dân lụa đầm lại đôi quạt ọt ban hái bà già ca sơ trớ tiết thôi ở ca nhâm mi nó cứ can ta ọt bị sai mỏng mi quát đó bị sai cứ đã xa chán đã xa chua đã xa ấy nó bà già ca ấy nó bốc xóm chốt kia thằng ọt tới thôi dân nhâm hái chộp chất khăng mà đàn chẳng phi nhom tới miền tập ban năng tế cho mùi nâng gì hao mi lẹ luôn họ con bye bye